បាទគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជួបជាមួយនឹងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំទៀតហើយទាក់ទងទៅនឹងការចិញ្ចឹមជ្រូកមានក្លិននៅលើកាមចំណែកថ្ងៃនេះដែរគឺខ្ញុំមកបង្ហាញសកម្មភាពរបស់ខ្ញុំទាក់ទងទៅនឹងការជោគលាមករបស់ជ្រូកចោលខ្លះដោយសារវាពេញត្រង់ណាមានបងប្អូនមួយចំនួនដែលតែសួរខ្ញុំថាតើការលាមកចេញអត់បាទឡើងមកមើលរូបភាពក៏ដូចជាតាមដានសកម្មភាពវីដេអូទាំងអស់គ្នាជាមួយខ្ញុំបាទនេះហើយបងប្អូនបងប្អូនតែសួរថាតើការចិញ្ចឹមជ្រូកមានក្លិនលើកាមនេះកើតលាមកចេញអត់ចម្លើយគឺកើតបងប្អូនណាបាទអញ្ចឹងខ្ញុំប្រាប់ពីរបៀបកើតអញ្ចឹងឧទាហរណ៍ថាបាទជួរហ្នឹងជ្រូកជុះមានថាជ្រូកជុះវាជុះតាមួយខាងអញ្ចឹងទេឬក៏មកកលៀតចឹងទេអញ្ចឹងបងប្អូនកើតតាកន្លែងនៅជុះច្រើនហ្នឹងចេញមកបាទប៉ែរបស់យើងហ្នឹងបាទកើតហើយបោះមកខាងក្រៅនេះដូចខ្ញុំហើយលាមកជ្រូកនេះគឺល្អបងប្អូនយកទៅដាក់ស្រែទៅបើមានលំអមានអីណាបាទចំណែកខ្ញុំនេះបន្ទាប់ពីខ្ញុំចាក់វាបានកម្រាស់បាទមកចិត្តអស់ណាបាទមិនអស់ពេកទេគាត់ថាមកចិត្តអស់មកកន្លែងដែលវាគិតថាវាហៀពេកណាយើងកាប់វាចេញខ្លះទៅតើពីយើងកាប់ចេញហើយយើងនេះអាកន្លែងស្ងួតនេះគឺយើងកាយត្រឡប់វាដើម្បីវាស្មើត្រង់យើងវិញណាហើយបើសិនជាកន្លែងណាវាស្មើទេយើងអាចថែមកាមរបស់យើងថែម2 3ឬ3ចឹងទៅតាមស្ថានភាពជាក់ស្ដែងបាទចាំមិនឲ្យយើងអត់ហត់ទេបងប្អូនណាយូរវាចេញពលកម្មម្ដងបាទមកដែរយើងចាំជ្រូកបាទដូចខ្ញុំអញ្ចឹងឃើញទេយើងកាប់ចេញតែប៉ុណ្្នឹងមកអញ្ចឹងជារឿងងាយស្រួលទេបាទអត់ហត់ទេអាហ្នឹងករណីពេញហើយទងជូករបស់ខ្ញុំនេះគឺ3វគ្គហើយបាទ3វគ្គបើសិនជាឲ្យកាប់ចេញពីត្រង់ទាំងអស់ហត់បាទអញ្ចឹងវិធីដែលល្អប្រហែលជា2ខែបាទ2ខែអត់ពេញទៀតនេះអញ្ចឹង2ខែអត់ពេញទៀតបានកើម្សាទៀតហើយកើបក៏អត់កើបទាំងអស់ដែរសម្រាប់ខ្ញុំកើបតែកន្លែងដែលវាជុកខ្លាំងទេបាទគឺកើបទាំងអស់ហត់ចិត្តrồi អូខេនេះលីមុបាទតែខ្ញុំកើបហើយឃើញស្ងួតអញ្ចឹងបងប្អូនជីកំប៉ុងដំណាំអីយកទៅដាំល្អបាទហើយនេះដំណាំជាលបងខ្ញុំបាទពីមុនគ្មានទេឥឡូវចាប់ដើមលាស់ពីខ្ចីបាទឃើញទេបងប្អូនអញ្ចឹងចាំជុកចំណេញហើយជុកមានសុខភាពល្អទៀតសบายបងប្អូនបានដីយើងចាក់ថ្មីធ្វើឲ្យកាន់តនេះទៀតកាន់តែឈ្មោះកឆេងលេងសบายទៀតហើយតិចទៀតខ្ញុំតកើបទ្រុងមេចេញទៅទៀតសារទ្រុងមេក៏រៀងហៀដែររៀងហៀមកគៀនដែរអញ្ចឹងខ្ញុំកាប់ចេញខ្លះបាទហើយត្រូវខែនេះខ្វះជីដាក់ស្រែផងអញ្ចឹងតើតែឧស្សាហ៍បន្តិចមិនឧស្សាហ៍ខ្ជិលដែរបងប្អូនប៉ុន្តែមិនយើងនៅស្រែហើយបាទមានតែធ្វើកិច្ចការរបស់ហ្នឹងហើយមិនអាចនិយាយថាខ្ជិលទេហើយកុំនិយាយតាមខ្ញុំអានេះគាត់ការនិយាយសប្បាយអារម្មណ៍របស់ខ្ញុំទេណានេះលីមួបងប្អូនគឺបែបហ្នឹងលាយម៉ត់ចូលគ្នាអញ្ចឹងទៅភាសា2ទ្រុងនេះរៀងហៀ3ទ្រុងនោះអត់អីទេបាទទ្រុងខាងនោះក៏អត់អីដែរភាសាទឹកមានចាប់ដាក់អញ្ចឹងហើយកើបលឿនទេបងប្អូនប្រើប៉ែវកើបបានទៅណាចាក់យកនឹងបែកញើសស្រួលបាទអញ្ចឹងមិនថាយើងធ្វើបែបនេះគឺអេមែនតើចំណេញលើចំណេញហ្នឹងបងប្អូននិយាយរួមឲ្យទៅឧស្សាហ៍ការងារក៏ឲ្យទៅឧស្សាហ៍ដូចគេថាមើលឧស្សាហ៍មិនខ្វះទេរបស់ហូបណែតំណាំមើលឧស្សាហ៍មិនខ្វះទេលុយចាយទោះបីវាមិនមានជាដុំកពួនទេប៉ុន្តែយើងអាចដោះស្រាយដោះទាល់ចាយប្រចាំថ្ងៃបានគ្រប់គ្រាន់ដោះស្រាយជីវភាពរស់នៅរបស់យើងបងប្អូនមួយទៀតសូមមកឆ្លើយនឹងសំណួរបងប្អូនថាជុកចាក់វ៉ាក់សាំងអត់ចម្លើយគឺអត់ចាក់ទៀតហើយហើយសំណួរសួរថាជុំអត់ចាក់វ៉ាក់សាំងអញ្ចឹងអត់ខ្លាចនៃជំងឺទេសម្រាប់ខ្ញុំគឺអត់ខ្លាចទេបងប្អូនដោយសារធម្មជាតិនៃជ្រូកបាទយើងដឹងហើយយើងមើលជ្រូកព្រៃចូលចិត្តរស់នៅ
นงไปได้เคยมีถึงเลยยังจังโดยจุกเยอะนี่ความเจ็ดในจุกคือมีโจจัดชูได้ยังนะจังมีโจจัดรูนั่งได้จังก็ยังแจมเดือดซาบอันนั้นเธอเธอบางคนนะยังความเธอเธอเดือดซาบrồi nhóm mấy nhóm bạn thơ tê còn là thang cá cát giờ bây giờ cá nó nhóm chạm một cái tăng cái bùn một cái nó dừng trời trái thì được còn ngà nữa nè tại một vòng phong miền Tây thơ bạn sáng tiếp có ban đây ở bên nhà thì tại lo thì tại sao nhóm người ở thời tê còn tại việc đó phải dạy thơ phụ bà việc đó phải dùng ai thơ để sao tại chúng bà chúng hái chúng người chặt làm tu rồi chẳng trời thưa về chẳng dừng chậm chút giờ tới mới đây xèo lối phó ấy phòng ấy trong chút ní mà cả này chụp con đài là nghe tịch tụi mẹ thợ ót đi miền tịch tụi phần tay dừng pra nam tầm ảnh chốt pin chốt cứ ok bật thì bom trắng tới pra nam lia chọn lia một chùm này á tụi chụp như mấy cứ đã nam hay là vitamin đó nè vitamin cà phê cũng ao chụp nghe chừng ấy cứ đạo chỉ bị chăm ông lia mua chùm này là lia sáp á nè chẳng vì chui tục to lấy mình ao miên chụp ngư cà phê xài chim xịa bán nè nhung tay để đôi nhung tay giấy nhung tay chờ đó giờ bị thí cà phê xài chim xịa bà ok chẳng vì ồ nhóm cứ ngày nó cứ miên tập phần nắng ọt về tí bà chẳng ở cuốn sắmรับphục mai bóng bồn đây tạm ăn tu sna bị tổ bà nhóm ở con miệng đi